តោះបងប្អូនថ្ងៃនេះនាំបងប្អូនទៅផ្លូវផ្នែកមើលទឹកធ្លាក់ទាំងអស់គ្នាឥឡូវយើងចាប់ដើមដល់ផ្លូវឡើងទៅហើយហើយជាបងប្អូនស្គាល់ហើយព្រោះឯនេះនៅផ្លូវបូកគោបងប្អូនថ្ងៃនេះមនុស្សមកលេងច្រើនមែនតើហើយនឹងពួកបងក្មេងៗហ្នឹងគាត់ជិះម៉ូតូលឿនមែនអញ្ចឹងក្នុងវីដេអូនេះខ្ញុំចង់ផ្ដាំផ្ញើទៅដល់ពួកគាត់ថាជិះមួយទៅបងប្អូនហើយខ្លាចមានគ្រោះថ្នាក់អញ្ចឹងណាខ្ញុំជិះស្រួលមែនតើឡើងព្រោះអីទៅថ្ងៃអាទិត្យគាត់ទៅលេងច្រើនអញ្ចឹងមនុស្សច្រើនជិះចង្អៀតឥឡូវយើងមកញ៉ាំអីនៅកន្លែងកាហ្វេមុខយៈបងប្អូនប្រហែលជាបងប្អូនអ្នកគាត់ឡើងបូកគោប្រហែលជាគាត់ស្គាល់ហើយម្ហូបនៅហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែអត់ថ្លៃទេតម្លៃយើងគូសមខុសគ្នាតិចតួចជាមួយនឹងនៅខាងក្រោមអញ្ចឹងណាបងប្អូនសម្រាប់ឲ្យខ្ញុំហូបនេះមីឆាមីគីឡូនេះសាច់គោនេះខ្ញុំហូបដូចជា$3បងប្អូនមួយចានហ្នឹងតែ$3ទេអញ្ចឹងយើងអាចមកហូបនឹងបានអានេះទេសភាពនៅជាប់គ្នាណានេះឡានកាហ្វេហ្នឹងបងប្អូនទេសភាពស្អាតមែនទែននៅខាងក្រោមបងប្អូនមកគឺកុំរំលងកន្លែងហ្នឹងគឺកន្លែងថតរូបក៏ស្អាតតែមានកាហ្វេមានអីញ៉ាំអញ្ចឹងណាកន្លែងនេះក៏មានផ្កាមានអីធ្វើលក្ខណៈតុបតែងបែបស្អាតមួយយ៉ាងបងប្អូនឥឡូវយើងឆ្ពោះទៅកន្លែងទឹកធ្លាក់បងប្អូនពីដូចក្បាលវីដេអូអញ្ចឹងខ្ញុំបង្ហាញបងប្អូនឥឡូវយើងចាប់ដើមជិះទៅគឺភ្លៀងនៅលើបូកគោបងប្អូននឹងស្រាប់ហើយគឺត្រូវកន្លែងណាភ្លៀងកន្លែងណាអត់អញ្ចឹងហើយតិចមែនតើបងប្អូនថ្ងៃខ្ញុំទៅនេះទៅថ្ងៃអាទិត្យតិចអញ្ចឹងជិះទាំងភ្លៀងនឹងបងប្អូនប៉ុន្តែទៅមុខទៀតទៅដល់កន្លែងទឹកធ្លាក់ហ្នឹងដូចជាវារាំងបងប្អូនឥឡូវយើងចូលទៅកន្លែងនេះចូលចាក់សាំងទៅបងប្អូននៅមុខសុខានេះព្រោះវាត្រូវការចាក់សាំងហើយយើងឆក់ភ្លៀងបន្តិចបងប្អូនព្រោះភ្លៀងតិចពេកហើយពេលអញ្ចឹងជិះចង់រឹងដៃហើយថ្ងៃនេះមនុស្សច្រើនដូចបងប្អូនឃើញពីដើមវីដេអូអញ្ចឹងមនុស្សច្រើនមែនតើមកម៉ូតូវិញគឺខ្វាត់ខ្វែងឡានក៏ច្រើនបងប្អូនយើងមកលេងច្រើនមែនតើមកខ្ញុំថាទៅលេងឲ្យបានច្រើនកន្លែងសារនេះបងប្អូនប៉ុន្តែអត់បានទៅព្រោះអីភ្លៀងតិចពេកដល់ពេលអញ្ចឹងទៅហើយខ្ញុំទៅតែម្នាក់ឯងទៀតថ្ងៃហ្នឹងអត់មានបងប្អូនណាក៏ទៅជាមួយទេព្រោះសិនតែគាត់អ្នករវល់ហ្នឹងក៏រវល់ទៅក៏អត់បានដើរទៅជាមួយយើងទេអញ្ចឹងមានតែអ្នកឯងខ្ញុំឥឡូវយើងមកដល់ចូលកន្លែងក្រាស់សាំងបងប្អូនចូលកន្លែងក្រាស់សាំងចាក់សាំងសិនមានបងប្អូនយើងក៏ជាប់ភ្លៀងនៅនឹងច្រើនអរគុណបងប្អូនមែនតើឱកាសនេះសូមបងប្អូនអាណិតស្រឡាញ់ខ្ញុំឯងអាចជួយ Subscribe Channel ខ្ញុំម្នាក់មួយបងប្អូនណានិងខ្ញុំព្យាយាមថតវីដេអូកន្លែងថ្មីបងប្អូនមើលឥឡូវយើងបានមកដល់ហើយបងប្អូនទិញសំបុត្រទៅសំបុត្រនេះតែ2000ទេតម្លៃបងប្អូនយើងអាចដូរទឹកសុទ្ធបានពីមុនអាចដូរយកទឹកបើឥឡូវដូរយកទឹកសុទ្ធបងប្អូនមើលកន្លែងខ្ញុំថតនេះទៅរួមបានវីដេអូដែលថតមកស្អាតប្លង់បែបនេះបងប្អូនមើលឃើញហ្នឹងមិញគឺយើងទៅលូនក្រាបមែនតើឥឡូវយើងមកមើលទឹកធ្លាក់គឺស្អាតបងប្អូនស្អាតមែនតើមកនៅលើបូកគោបងប្អូនយើងអាចមកលេងបាននៅក្នុងខែនេះគឺមានទឹកធ្លាក់ច្រើនមែនតើមកចាប់ដើមមានទឹកធ្លាក់ហើយតែបើអាចនឹងចូលខែភាសាទៀតគឺអាចនឹងមានទឹកធ្លាក់ច្រើនយ៉ាងនេះយើងអាចចូលមកលេងកន្លែងនេះបានទេគ្រាន់តែយើងដើរមើលនេះបានទេព្រោះយើងអាចគ្រោះថ្នាក់ដោយកន្លែងខ្ញុំឈរនេះបងប្អូនបើសិននេះខែទឹកធ្លាក់ខ្លាំងមែនតើណាគឺអាចឈរចឹងបានទេព្រោះទឹកខ្លាំងមែនតើនៅក្នុងក្រោមគូជ្រៅមែនតើមកអញ្ចឹងបើសិនជាយើងធ្លាក់ទៅគឺអត់ធានាបងប្អូននឹងឃ្លីដល់ណាទេទឹកទឹកហើយស្ទឹងអានេះមិនមែនដូចទឹកស្ទឹងបងប្អូនណាទឹកជ្រោះមានន័យថាគឺជ្រៅបងប្អូនអញ្ចឹងបងប្អូនមើលតាមហ្នឹងបើសិនជាមកទៅឡើយអីអាចនឹងសុបាយមានទឹកធ្លាក់ប៉ុណ្ណឹងមកលេងបងប្អូនមើលខ្ញុំកន្លែងខ្ញុំដើរទៅបងប្អូនតិចហើយហ្នឹងតិចមែនតើមកខ្ញុំអត់ហ៊ាននៅយូរដែរបងប្អូនព្រោះអីខ្លាចភ្លៀងមកវាទឹកភ្នំបងប្អូននឹងស្រាប់ហើយអត់អាចទុកចិត្តបានទេមកទៅគឺយើងរត់អត់ទាន់មកព្រោះឯនេះខ្ញុំចូលក្នុងកន្លែងក្រោមជ្រៅអញ្ចឹងទៅខ្ញុំអត់ហ៊ាននៅយូរដែរបងប្អូនមានអារម្មណ៍ថាទឹកឡើងមកម្ដងតិចអញ្ចឹងវាធ្លាក់នេះនៅកន្លែងក្លុកនេះខ្ញុំខំលូកជើងចូលបងប្អូនស្មារតីតែបើជ្រៅមែនតើមកនៅកន្លែងនេះបងប្អូនខ្ញុំស្អាតពេកខ្ញុំក៏ថតមកបង្ហាញមុខខ្លួនឯងបន្តិចទៅបងប្អូនកុំឲ្យថាអត់ឃើញមុខអ្នកថតអញ្ចឹងណាកន្លែងនេះខ្ញុំកាត់បានមកដល់កន្លែងបឹងលើភ្នំបងប្អូនបឹងលើភ្នំកន្លែងដែលគេថតល្បីឥឡូវមកមើលទិដ្ឋភាពទឹកធ្លាក់ហើយនឹងឲ្យបងប្អូនមកលេងមនុស្សច្រើនមែនតើអានេះកន្លែងបឹងបងប្អូនកន្លែងគេមកបោះតង់បោះអីនេះគឺសប្បាយមែនតើមើលបងប្អូនមើលស្រាប់ដឹងស្រាប់ហើយនេះទឹកនៅនឹងជ្រៅបងប្អូនកន្លែងនេះផ្លូវយើងចុះមកវិញបងប្អូនស្អាតពេកខ្ញុំក៏ឆ្លៀតថតបន្តិចទៅវាទេសភាពស្អាតពេកអរគុណច្រើនជួបគ្នាវីដេអូក្រោយ